បាទជំរាបសួរប្រិយមិត្តទាំងអស់ជាទីមេត្រីបាទដោយសារតែប្រិយមិត្តមួយចំនួនបានសំណូមពរឲ្យខ្ញុំធ្វើវីដេអូលម្អិតអំពីរបៀបភ្ជាប់ sound card ទៅកាន់បាសខាងក្រៅគាត់ឃើញខ្ញុំច្រៀងភ្ជាប់ sound card ទៅកាន់បាសខាងក្រៅហើយអត់កង់ហើយកាត់សំឡេងរំខានខាងក្រៅនឹងបានល្អវាអត់ឡងហើយថតដូចជា studio អញ្ចឹងនិយាយទៅគឺថតស្អាតបាទអញ្ចឹងសូមជម្រាបថាវាមិនមែនអាស្រ័យទៅលើការតទេវាអាស្រ័យទៅលើ sound card គុណភាពកម្រិត sound card ដែលមានកម្រិត dB វាខ្ពស់ដែលវាបញ្ចេញសំឡេងទៅកាន់បាសខាងក្រៅ support បានវាអាចភ្ជាប់បានល្អបាទជាក់ស្ដែងដូចជា sound card ដែលខ្ញុំកំពុងនិយាយនេះគឺខ្ញុំភ្ជាប់ជាមួយនឹង JBL Boombox បាទសំឡេងចេញទៅក្រៅតែម្ដងនេះបាទតាមរយៈខ្សែបងប្អូនហើយនេះខ្សែខាងក្រោយនេះបាទអញ្ចឹងយើងអាចភ្ជាប់បានបាសធំក៏បានភ្ជាប់ឧបករណ៍តន្ត្រីក៏បានដែរបាទជាមួយនឹង sound card នេះហើយ sound card នេះតម្លៃតែ$55ទេប៉ុន្តែបញ្ជាក់អត់មាន microphone ទេលោកអ្នកមាន microphone dynamic គឺប្រើបានហើយបាទឬក៏ microphone ដោយ3លីចុចអីក៏បានដូចគ្នាដែរហើយវាថតសំឡេងច្បាស់ល្អជាមួយនឹងថ្មកាន់ហើយវាមានកម្រិត dB នឹង support ជាមួយនឹងគ្រប់ទម្រង់បាសដែលលោកអ្នកចង់ថតកំសាន្តលេងឥឡូវនេះដើម្បីកុំឲ្យខាតពេលសូមប្រិយមិត្តទាំងអស់ចូលមើលវីដេអូលម្អិតរបៀបភ្ជាប់ជាមួយនឹងបាសខាងក្រៅដូចតទៅបាទសូមអរគុណបាទរបៀបប្រើប្រាស់ sound card ដែលជាពិសេសគឺភ្ជាប់ sound card ជាមួយនឹងបាសបាទនេះជាបាសចិនទេបាទ Music បាទហើយនេះ JBL យើងក៏អាចភ្ជាប់ជាមួយនឹង JBL បាទ Boombox បានដែរនេះជា Boombox របស់ខ្ញុំបាទ Boombox 1អញ្ចឹងការភ្ជាប់នោះវាអត់ពិបាកទេប្រិមិត្តបាទការភ្ជាប់ហើយយើងច្រៀងលក្ខណៈគ្រួសារយើងច្រៀង karaoke លេងហ្នឹងហើយយើងបានថតសំឡេងដែលយើងច្រៀងហ្នឹងច្បាស់ពី sound card អញ្ចឹងជាដំបូងយើងបើក sound card យើងមកបាទចុចជាប់មកបាទសូមបញ្ជាក់ណា sound card មិនមែនចេះតែភ្ជាប់បានទាំងអស់ទេទាល់តែ sound card នោះមានកម្រិតdB ចេញនឹងសំឡេងរបស់វាធំបានវាអាច support ជាមួយនឹងបាសបានតែបើ sound card តម្លៃធូរដូចជា30រៀល40រៀលបាទតិចនិយាយរួមតម្លៃ25អីគឺប្រើអត់បានទេវាភ្ជាប់មកវាសំឡេងអត់ល្អបាទអញ្ចឹងអានេះសំឡេងនេះអានេះសម្រាប់ថត record អានេះបាទនេះខ្សែមួយខាងនេះយើងដោតមកចូលទូរស័ព្ទនេះបាទទូរស័ព្ទដែលមិន Type C យើងដោតទូរស័ព្ទទៅយើង record បានហើយ record សំឡេងដែលយើងច្រៀងយើងនិយាយហ្នឹងច្បាស់ sound effect របស់វាហើយនេះការដែលយើងស្ដាប់នៅត្រចៀកនៅពេលដែលយើងច្រៀងប្រើ microphone condenser cardioid condenser នេះដូចជា microphone ខ្ញុំនេះព្រោះ microphone ហ្នឹងវាស្រូបខ្លាំងអញ្ចឹងវាមិនអាចភ្ជាប់ជាមួយបាសខាងក្រៅយកសំឡេងចេញបានទេវានឹងកង់ណាបាទវានឹងកង់អញ្ចឹងដើម្បីច្រៀង karaoke យកសំឡេងចេញទៅខាងក្រៅបានគឺលោកអ្នកត្រូវប្រើ microphone wireless ឬក៏ microphone មានខ្សែបាទមានខ្សែក៏បានដែរប៉ុន្តែវាមាននេះដូចធំនេះបើដូច sound card នេះវាស្រួលត្រង់ថាយើងមិនចាំបាច់ប្រើដូចតូចបំបែក3លីចុចទេដោយសារវាមាន microphone dynamic ស្រាប់ហើយអញ្ចឹងយើងមើលនេះកន្លែងដោត dynamic នេះខ្ញុំដោះចេញខ្ញុំដោះកាសនេះខ្សែកាសអញ្ចឹងខ្ញុំយកកាសចេញសិនបាទញ៉ាយតិចបាទអធិស្ឋានផងដោយសារតែខ្ញុំកាន់ដៃមួយថតដៃមួយកាន់បាទអញ្ចឹងនេះរុន dynamic microphone អញ្ចឹង dynamic microphone នេះឲ្យតែដូចធំប្រិមិត្តយកមកដោតចូលមកបាទនេះជា FM របស់វានេះអញ្ចឹងខ្ញុំដោតចូលក្នុងមកអូខេចឹងខ្ញុំដោតឯនេះគឺជាក្បាល microphone អញ្ចឹងបើយើងបាន mic 2យើងច្រៀងឆ្លើយឆ្លងហើយយើងថតបានច្បាស់ទៀតហើយយើងអាចប្រើ sound effect នៅលើ sound card នឹងបានតែម្ដងអញ្ចឹងបន្ទាប់មកយើងមើលបាសរបស់យើងដែលយើងប្រើដូចជាបាស Music វាប្រើនេះប្រិមិត្ត line អីនេះដៃខ្ញុំចូលបាទអញ្ចឹងមានន័យថាវាប្រើដូច3លីចុចទេអញ្ចឹងយើងបើកវាមក yes យើងបើកយើងមើលនេះបាទយើងមើលកន្លែងនេះបាទនេះអេក្រង់វានេះអញ្ចឹងយើងចុច mood នេះប៊ូតុង mood នេះបាទបាសជាធម្មតាបាសណាក៏មានដែរប៊ូតុង mood ហ្នឹងហើយយើងមើលខាងក្នុងនេះខាងនេះឲ្យវាលោតពាក្យថា line ហ្នឹងបាសចិនណាបាស music បាទអញ្ចឹងបន្ទាប់មកយើងប្រើអាដូចទូចនេះ3លីចុចយើងដោតចេញពី line in នេះឃើញទេបន្ទាប់មកយើងដោតមកចូល sound card ដើម្បីយកសំឡេងពី sound card ហ្នឹងចេញទៅបាសខាងក្រៅបាទ
ចឹងគឺយើងដោតនៅលើរុនមួយដែលមានឈ្មោះថាខ្ញុំរកមើលសិន output បាទ output ក៏បាន headset ក៏បានយើងអាចដោតពីរ output ក៏បាន headset ក៏បានបាទនេះ output ឃើញទេឬសូរសំឡេងចូលទៅក្នុងធុងបាសបាទបាទឬតាមរយៈ microphone នេះបាទអត់កង់ទៀតណាបាទហេតសើអត់កង់បាទអញ្ចឹងបន្ទាប់មកខ្ញុំដកអានឹងសិនដើម្បីកុំឲ្យវាលឺបាទខ្ញុំដកម៉ៃសិនបាទដកម៉ៃចេញបាទអញ្ចឹងបន្ទាប់មកខ្ញុំចុចបើកបាទខ្ញុំចុចបើក microphone បាទប្រិមិត្តមើលតើបាទខ្ញុំចុចបើក microphone មកនេះចុចអានេះជាប់មកបាទអញ្ចឹងបាទ microphone FM យើងយកអាដូច dynamic microphone ហ្នឹងសោកចូល sound card មកជាការស្រេចតោះខ្ញុំបើកអានេះចុចបើក microphone មកប្រិមិត្តបាទ Hello ឃើញទេបាទលើខ្លាំងទៀតហើយអត់កង់ទៀតដាក់ប៉ុណ្ណឹងហើយអញ្ចឹងខ្ញុំថយ volume នេះតិចមកអញ្ចឹងឥឡូវប្រិមិត្តឃើញទេប្រិមិត្តខ្ញុំអត់តន់ដោតដូចនេះចូលទូរស័ព្ទទេណាអញ្ចឹងលោកអ្នកស្ដាប់ទៅឮអត់ច្បាស់ទេឥឡូវជាក់ស្ដែងជាមួយខ្ញុំដោតដូចនេះចូលទូរស័ព្ទដែលខ្ញុំកំពុងថតមិនដែរបងប្អូនឥឡូវបងប្អូនឮសំឡេងដែលខ្ញុំដោតទៅហ្នឹងដោតអានេះដូចនេះដោតមកចូលធុងអត់ដោតទូរស័ព្ទដែលខ្ញុំកំពុងតែ record ហ្នឹងសំឡេងឃើញប្រែប្រួលទេប្រិមិត្តហើយនេះសំឡេងឮចេញទៅបាសតែម្ដងចេញទៅបាសខាងក្រៅហើយខ្ញុំចុច1អាហ្នឹងឃើញទេអានេះវាផ្លាស់ប្ដូរ effect របស់វា sound effect របស់វាអញ្ចឹងលោកអ្នកអាចសេរី sound effect មួយណាដែលលោកអ្នកគិតថាពេញចិត្តអានេះ hit បាទ hit នោះសំឡេងតូចទេប៉ុន្តែយើងដោះយើងចុចឲ្យជាប់មកបាទអូចុចអត់ជាប់បាទចេញយើងចុចមក effect វិញបាទអាឡូឃើញទេវាមាន effect sound មួយអានេះ professional sound បាទអញ្ចឹងលោកអ្នកអាចថតបានដែរហើយចំពោះតន្ត្រីលោកអ្នកនេះឃើញទេ Bluetooth នេះវាលោតរហូតឃើញទេវាលោតរហូតអញ្ចឹងមានន័យថាយើងច្រៀងទៅអត់ជាប់ភ្លេងទេបើយើងថតយើងជាប់តែសំឡេងយើងឯងអញ្ចឹងដើម្បីឲ្យជាប់យើងនេះយើងភ្ជាប់ជាមួយនឹងកុំព្យូទ័រមកប៉ុន្តែមិនមែនមានន័យថាលោកអ្នកត្រូវតែមានកុំព្យូទ័រទូរស័ព្ទដៃមកយើងយកភ្លេងពី YouTube នេះយើងចុចមើលខ្ញុំភ្ជាប់បាទភ្ជាប់ជាមួយនឹង sound card ហ្នឹងលោកអ្នកនឹងឮសំឡេងចូលហើយបាទចាំតិចបាទវាកំពុងតែរកអញ្ចឹងជាប់ច្រើនពេកដល់អញ្ចឹងទៅវាទៅការ search បាទជាប់ហើយបាទអញ្ចឹងឥឡូវជាប់ចាំខ្ញុំចាក់សំឡេងចម្រៀងចូលបងប្អូននឹងឮច្បាស់ចាំមើលបាទឃើញហើយប្រិមិត្តបាទវាជាប់ហើយវាឮសំឡេងច្បាស់តែម្ដងចូលទៅក្នុងហ្នឹងអញ្ចឹងលោកអ្នកអាចច្រៀងកំសាន្តថតហើយយើងសេរីសំឡេង sound effect មួយណា echo មួយណា reverb មួយណាដែលយើងគិតថាពេញចិត្តណាអញ្ចឹងយើងយកមួយហ្នឹងជាការស្រេចហើយសូមបញ្ជាក់ថាលោកអ្នកទិញតែ sound card ទៅបានទេ sound card នេះហើយនឹងថែមជូននៅកាសនេះមួយបាទតម្លៃត្រឹមតែ$55ទេបើលោកអ្នកមាន microphone ហើយទិញតែ sound card ទៅជាការស្រេចអាចភ្ជាប់ជាមួយនឹងបាសគ្រប់ប្រភេទបានហើយអាចច្រៀងលេងថតកំសាន្តបានយ៉ាងសប្បាយតែម្ដងបាទអរគុណច្រើនបាទ